hay bánh ha spak đai spak chướng cái đau cổ hai bát đai bát chướng miền ca rong tam cái lẹ chướng hao bao chữ và bạn không ca cái đau và bạn không ca lía bị bạn không ca đau thôi cho là nè nít chỉ rокสัญญาณដំបងដែលបញ្ជាក់ថាពុកម៉ែបងប្អូនកំពុងតែមានបញ្ហារលាកសន្លាក់និងគៀបសរសៃបញ្ហាទាំងអស់នេះយើងសង្កេតឃើញថាកើតទៅលើមនុស្សដែលគាត់វ័យចំណាស់អាយុចាប់ពី30ឆ្នាំឡើងទៅគាត់ប្រឈមទៅនឹងបញ្ហានេះកាន់តែខ្លាំងដោយសារតែវ័យរបស់គាត់កាន់តែច្រើនបញ្ហាសុខភាពរបស់គាត់មានការវិវត្តពីមួយដំណាក់កាលទៅមួយដំណាក់កាលទៀតជាពិសេសនោះគឺមានការសក្តិរិលនៃសំណាក់ឆ្អឹងខ្ចីនៃសន្លាក់ក្បាលជង្គង់របស់គាត់ហើយមានការខ្វះទឹកសន្លាក់នៃខួរឆ្អឹងនៃសន្លាក់របស់ពុកម៉ែបងប្អូនផងដែរនិងមានវត្តមានបញ្ហាជំងឺដូចជាទឹកនោមផ្អែមក្រពះពោះវៀនតម្រងនោមនិងបញ្ហាលើសឈាមជាដើមដែលវាសុទ្ធសឹងតែជាហេតុធ្វើឲ្យពុកម៉ែបងប្អូនពិបាកក្នុងការរកដំណោះស្រាយខ្លាំងតែម្ដងដោះស្រាយច្រើនដងច្រើនសារខាតទាំងពេលវេលាខាតទាំងថវិកាតែបញ្ហាសុខភាពកាន់តែយ៉ាប់យ៉ឺនជាងមុនទៅទៀតថ្ងៃនេះដែរអ្នកគ្រូសូមណែនាំនៅដំណោះស្រាយមួយដែលជាប្រភេទផលិតផលមួយយ៉ាងដែលផ្សំឡើងពីរុក្ខជាតិมันមានជាតិកាត់มันមានជាតិគីមីនោះគឺមានឈ្មោះថាយ៉ងលាំងផ្លឹកយ៉ងលាំងផ្លឹកគឺជាដំណោះស្រាយមួយដែលអាចជួយសម្រួលរាល់បញ្ហាសន្លាក់សរសៃលើសជាតិអាស៊ីតតម្រងនោមក្រពះពោះវៀនបញ្ហាចុកដៃចុកជើងក្តៅក្រហាយបាតដៃបាតជើងបានយ៉ាងមានប្រសិទ្ធភាពតែម្ដងទីកសៃចកេបដ ក៏លងយំស្រែក5ឆ្នាំមកហើយខ្លាំងណាប្រកាច់ប្រកិនណចុកចាប់នៅអង្គុយតែលើក្រែថាដើរមិនរួចយើងប្រើចៅបានអង្គុយជេហើយនៅតែមកកន្លែងដើរមិនរួចទេឈូចុកចាប់ហ្មងយប់ឈឺជាងថ្ងៃទៀតយប់ហ្នឹងវាចុកចាប់ចង់បែកឆ្អឹងទៅយប់នោះថ្ងៃមួយខ្ញុំចុកចាប់ថាចង់យំតិចឡើងវិលពេញក្រែខ្លួនឯងហ្នឹងហើយដល់ពើកំងអាហ្នឹងមកយកមកលើបានអស់មកកំប៉ុងដើរផិលដើរធូរហ្នឹងអូត្រង់ហ្នឹងធម្មតាធម្មតាហើយគាត់ថាឥឡូវរៀងអត់ច្រើនហើយធូរច្រើនហើយគាត់ថាគាត់នៅតិចតិចអញ្ចឹងណាខ្ញុំអាសាពេលសួរគាត់ដែរគាត់ថាមិនម៉េចម៉ែប្រាប់ខ្ញុំសួរខ្ញុំប្រាប់អ្នកគ្រូឲ្យដឹងអញ្ចឹងណាគាត់ថាឥឡូវរៀងធូរច្រើនហើយគាត់ថានៅតិចតិចអញ្ចឹងណាហើយសូវដូចពុតទេធូរច្រើនទេអ្នកគ្រូអរគុណច្រើនហើយបានអ្នកគ្រូតែសួរអីចាមិនបាច់ចាំខ្ញុំទេប្រាប់អ្នកគ្រូទៀតចាអ្នកគ្រូពីកំប៉ុងឥឡូវគាត់ហូបអស់កំប៉ុងចូលកំប៉ុងទៀតហ្នឹងម៉ែខ្ញុំថាទៅធម្មជាតិអ្នកគ្រូអើយអស់ចុះអស់ឡើងខ្ញុំធ្វើតាមហ្នឹងទៅខ្ញុំឲ្យខ្លួនទិញហូបទៅឥឡូវគាត់ធូរច្រើនណាស់អ្នកគ្រូហើយម៉ែខ្ញុំសងថាដើមមួយអ្នកគ្រូគុំកណាត់ក្រោមហ្នឹងគុំកណាត់ក្រោមហើយនឹងស្វាត់ហើយនឹងតែជែកកណាត់ក្រោមហ្មងថាគាត់ពិការអ្នកគ្រូអើយទៅពេលឲ្យខ្ញុំអស់ចុះឡើងខ្ញុំសល់គាត់ទៅទៅពេលឲ្យគាត់ទិញហូបគាត់ទិញតាមខ្ញុំទៅអត់ត្រូវខ្ញុំថាខ្ញុំសារហូបឆ្នាំត្រូវអ្នកគ្រូអើយអរគុណច្រើនហើយ